ជាដំបូងសូមនមស្ការក៏ដូចជាចម្រើនពរញាតិញោមកណ្ណាគុំចាស់គ្រប់ព្រះអង្គអាត្មាភាពមានពនាមម៉ៅគង្គាសប្តាហ៍ថ្ងៃជានិស្សិតឆ្នាំទី2នៅវិទ្យាសាស្ត្រធីតិចហើយអាត្មាមានគោលបំណងក្នុងការចូលរួមការប្រកួតរចនាឡូកូម៉ាតខ្មែរក្រោមប្រធានបទយុវជនខ្មែរម៉ាតខ្មែរដោយកាលពីថ្ងៃទី18ខែមិនិនាឆ្នាំ2026អាត្មាបានចូលរួមការសន្ទរកថារបស់ម្ចាស់ស្ថាបនិករបស់ Winsomax ដោយសារតែលោកចង់ផ្លាស់ប្ដូរជាមួយនឹងស្លាកយីហោថ្មីដោយស្លាកយីហោនេះប្រើប្រាស់យូរហើយមើលទៅមិនសូវជាទាក់ទាញលោកចង់បានបែបថ្មីរចនាដោយកូនខ្មែរក្នុងនាមអាត្មាជា graphic designer ដៃថ្មីអាត្មាពិតជាមានសេចក្តីសោមនស្សរីករាយចំពោះការបង្កើតកម្មវិធីបែបនេះឡើងពីព្រោះថាកម្មវិធីមួយនេះបានធ្វើឲ្យអាត្មាប្រែប្រួលច្រើនដែរទី1បំបត្តិភាពភ័យខ្លាចទី2ទំនាក់ទំនងមិត្តភាពហើយទី3តកតងជាមួយនឹងចំណេះដឹងទំនាក់ទំនងសង្គមហើយអាត្មាពិតជាអរគុណទៅដល់កម្មវិធីដែលបានធ្វើកម្មវិធីនេះឡើងពិតជាសប្បាយចិត្តមែនទែនបើទោះបីជាអាត្មាមិនបានជ័យលាភីក៏ដោយអាត្មាក៏ពិតជាអរគុណទៅដល់ម្ចាស់កម្មវិធីដែលបានរៀបចំសម្រាប់ការបង្កើតកម្មវិធីនេះឡើងអាត្មាយល់ថាម្ចាស់កម្មវិធីលោកចង់បានជាមួយនឹងស្លាកយីហោថ្មីមើលទៅបែប local brand អាចនាំចេញទៅក្រៅប្រទេសក៏ដូចជាពង្រីកជាមួយនឹងសាខានៅក្នុងប្រទេសឲ្យកាន់តែច្រើនសម្រាប់សប្តាហ៍ថ្ងៃនេះបើតាមអាត្មាស្ដាប់ក៏ដូចជាអាត្មាបានណូតទុកដូចជាមាន7ទីតាំងនៅក្នុងប្រទេសកម្ពុជារបស់យើងហើយថ្ងៃអនាគតលោកចង់នាំទៅក្រៅស្រុកទៅវៀតណាមទៅឥណ្ឌូនេស៊ីអញ្ចឹងទៅតែអាត្មាជា graphic designer អាត្មាបានត្រឹមតែចូលរួមក្នុងចំណុចទូចអាត្មាពិតជាសប្បាយចិត្តមែនទែនហើយបើសិនបើញាតិញោមកណ្ណាគុំចាស់គ្រប់ព្រះអង្គចង់ប្រើប្រាស់សម្ភារៈដែលមាននៅក្នុង Winsomax ដែលអាច search នៅក្នុង map ដែលនៅចិត្តជាចុងក្រោយប្រសិនបើកណ្ណាគុំចាស់គ្រប់ព្រះអង្គពេញចិត្តនៅវីដេអូរបស់ខ្ញុំប្រកាសអាត្មាភាពកុំភ្លេចចុចមេដៃហើយនិងចុច share ម្នាក់មួយដើម្បីឲ្យអ្នកដទៃបានឃើញផងដែរ